គាត់ចាត់បានណាគាត់នេះគាត់ចាស់ឆ្កាហើយស្គាល់ទៅក៏ទៅរៀកធ្នងដើម្បីថាមកមើលគាត់ប្រមូលផលបែបណាអីបែបណីអីណាមាននឹងញោមខ្លះគាត់មកគាត់ទិញតាមផ្លូវឥឡូវគាត់ថៅផ្លូវយ៉ាប់គាត់ខ្ជិលមកជុំនេះមានទាំងបកោណាមានជួយច្រឡំបកោមានទាំងលោកម្ចាស់បាននិមន្តមកតាមនេះព្រៃផ្លូវគាត់ដល់ហើយចង្ការគាត់នេះគាត់ចាត់បានណាគាត់បានទេគាត់មកត្រៀមចង្ហាន់លោកហាន់អីណាធ្វើអីគាត់គិតតែចង្ការមែនតែទឹកចិត្តរបស់គាត់ល្អអាចថាមកជួយទិញត្រេនគាត់ក៏បានដែរថ្ងៃខាងមុខអីណាញោមនេះគាត់មកសត្វត្រេនហ្នឹងចង្ការត្រេនរបស់គាត់ហ្នឹងមើលដល់ឡងគាត់នៅភូមិជួរ4តែអានេះភូមិមួយនេះគឺចង្ការគាត់គឺភូមិជ័យភូមិសែនជ័យនេះចង្ការគាត់ក្តាប់ព្រៃភ្នំដល់ហើយនេះមើលដល់គាត់ញោមគាត់ចុះទិញតាមផ្លូវនេះកន្លែងគាត់មើលទឹកនេះមានស្ទឹងនៅលើភ្នំមានស្ទឹងមានអូទឹកហូររួយប្រាំងដោយផ្សារនេះគាត់ទឹកល្អទឹកនេះដល់ហើយនេះចង្ការគាត់ទៅផ្លែដល់កយនេះបើញោមណាចង់បានអីអ្នកតំណមកគាត់តង់តោនជួយទិញគាត់ទៅគាត់អាណិតគាត់នេះខេត្តបាត់ដំបងយើងអើយទៅគាត់ស្រុកអាណិតគាត់នេះមើលផ្លែមើលម្ដងមើលផ្លែមិនបាច់នេះទេនេះមើលនេះអូដល់កយមើលនេះមើលផ្លែញោមមើលផ្លែដល់កយនោះចាស់គាត់មើលនោះចាំទៅទៀតសតរ៉េននេះសត្វផ្លែនេះកន្លែងគាត់ជាការគាត់